ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គ្រប់គ្រងនៅក្នុងការកាត់សូបិនរបស់ខ្ញុំណាពុកម៉ែបងប្អូនណាពុកម៉ែបងប្អូនលោកតាលោកយាយអូមពូមីបងប្អូនប្រុសស្រីដែលសូបិនឃើញភ្លើងចម្លែកឬក៏ភ្នែកចម្លែកមួយដែលកំពុងតែមើលយើងភ្នែកនឹងកំពុងតែមើលយើងហើយឬក៏ឃើញភ្លើងអ្វីដែលយើងអត់ស្គាល់ឬក៏ឃើញភ្នែកហ្នឹងហើយចឹងភ្នែកវាលក្ខណៈថាបើកមើលយើងហើយយើងកំពុងតែភ័យខ្លាចឬក៏យើងកំពុងតែមិនដឹងថាមានអ្វីដែលមានអ្វីមើលយើងទេហើយយើងអត់ដឹងថាជាអ្វីមួយទេហ្នឹងហើយមានអ្នកដែលសបិនអញ្ចឹងណាបងប្អូនហើយនៅក្នុងសបិនរបស់បងប្អូនហ្នឹងថាខ្លួនឯងកំពុងតែស្វែងរកភ្នែកនឹងឬក៏ភ្លើងនឹងដែលដេញយើងកាត់យើងឬក៏ភ្នែកដេញតាមមើលយើងឬក៏យើងឃើញភ្នែកហ្នឹងតែយើងដឹងដឹងថាភ្នែកឬក៏ភ្លើងដឹងឬមិនដឹងបើបងប្អូនសុបិនបែបនេះចាត់ទុកថាជាសុបិនដែលមិនល្អសុបិននេះបើបងប្អូនអ្នកដែលមានគ្រួសារអ្នកនៅលីវដែលចង់ដាក់ទុនមុខរបរអ្វីបងប្អូននឹងអាចខាតបង់តែម្ដងសូមប្រយ័ត្នប្រយែងបន្តិចព្រោះដំណើរជើងសាររបស់បងប្អូននឹងអាចជួបរឿងរ៉ាវរញ៉េរញ៉ៃនឹកស្មានមិនដល់ចឹងសូមបងប្អូនប្រុងប្រយ័ត្នបន្តិចទាំងអ្នកមានគ្រួសារទាំងអ្នកនៅលីវបើជ្រើសរើសបាននៅក្នុងការផ្អាកក៏ផ្អាកសិនទៅនៅក្នុងថ្ងៃនេះថ្ងៃដែលបងប្អូនសបិនគឺបញ្ជាក់ពីហេតុពីផលនៅក្នុងបងប្អូនដែលសបិនហើយថាអូយើងត្រូវខាតបង់ឬក៏យើងត្រូវជួបអ្វីមួយឬក៏យើងត្រូវជួបបញ្ហារញ៉េរញ៉ៃអ្វីមួយអញ្ចឹងគេនឹងឲ្យបងប្អូនដឹងពីហេតុពីផលច្បាស់លាស់ហើយគ្រាន់តែបងប្អូនប្រយ័ត្នប្រយែងបន្តិចបើចំពោះកំណត់របស់ខ្ញុំចង់ឲ្យផ្អាកសិនតែបើក្នុងការងារនឹងបងប្អូនស្រឡាញ់សុំបងប្អូនផ្អាកមួយថ្ងៃនឹងសិនហើយស្អែកឡើងចាំធ្វើដំណើរបន្តបើស្អែកឡើងសបិនអញ្ចឹងទៀតផ្អាកទៀតហ្នឹងហើយបើនៅក្នុងថ្ងៃស្អែកណាត់គេជួបគេខាន់ស្អែកមួយទៀតបើខាន់ស្អែកសបិនអញ្ចឹងទៀតផ្អាកចោលតែម្ដងតែបងប្អូនណាគេចង់បញ្ជាក់ថាបងប្អូននឹងមុខរបរបងប្អូនគឺខាតបង់ប្រទេសហើយអញ្ចឹងបងប្អូនអ្នកដែលមានគ្រួសារនិងអ្នកនៅលីវនឹងពីបញ្ហាមុខរបររស់ស៊ីហើយចំពោះបងប្អូនដែលនៅលីវបើដល់គូកម្មបងប្អូនណាគូកម្មប្រចាំជីវិតបើស្រីគេថាស្រីផាត់ក្បត់ថាស្រីអត់ល្អឬក៏ស្រីដែលថាផាត់ឲ្យក្បត់ហើយក្នុងបញ្ហាគ្រួសាររៀងពិបាកដែរហើយបើមនុស្សប្រុសនឹងអាចជួបមនុស្សស្រីចរញ៉េរញ៉ាយហ្នឹងហើយបើស្មោះក៏មិនស្មោះដែរណាបងប្អូនណាស្មោះហើយបើគិតថាស្មោះបាយកម្មច្រើនជាងហ្នឹងហើយចាំបងប្អូនអ្នកនៅលីវអាចស្ដាប់នៅអ្វីដែលខ្ញុំនិយាយបានហើយបើបងប្អូនចង់ឲ្យរឿងរ៉ាវល្អចូលនៅក្នុងឆាកជីវិតទប់ស្កាត់បានខ្លះសូមបងប្អូនជ្រើសរើសវិធីដូចអ្វីដែលខ្ញុំប្រាប់តែវិធីនេះបើបងប្អូនធ្វើតាមខ្ញុំសូមបងប្អូនចូលខមមិនល្អដាក់នៅក្នុងវីដេអូរបស់ខ្ញុំដើម្បីឲ្យបងប្អូនជួបរឿងរ៉ាវល្អព្រោះនេះជាចំណងរបស់ខ្ញុំព្រោះវិធីដែលខ្ញុំប្រាប់បងប្អូនធ្វើតាមវិធីខ្ញុំអញ្ចឹងបងប្អូនចូលខមមិនល្អបងប្អូនណាហ្នឹងហើយមិនបាច់ចាំមកផ្ទាល់បងប្អូនធ្វើតែប៉ុណ្្នឹងទៅគឺល្អបាត់ទៅហើយណាបងប្អូនណាមិនចំណាយអ្វីច្រើនទេសូមបងប្អូនយកអង្កររាប់ឲ្យគ្រប់អាយុរបស់បងប្អូនហើយយកធូប5សរសៃដាក់នៅក្នុងបាតដៃទាំងអង្ករទាំងធូបឲ្យអុជផងហើយបងប្អូននិយាយពីសម្បត្តិរបស់បងប្អូនប្រាប់នៅខាងក្រៅផ្ទះដើរសម្ដៅខាងក្រៅផ្ទះណាបងប្អូនណាអត់ឲ្យនិយាយក្នុងផ្ទះទេនិយាយខាងក្រៅផ្ទះនិយាយពីសម្បត្តិរបស់ខ្លួនឯងប្រាប់ទាំងអង្ករហើយបងប្អូនយកអង្ករកវេបច្ចេចេញទៅហើយអុជធូបអាធូបដែលខ្ញុំឲ្យអុជ5សរសៃហ្នឹងអុជខាងក្រៅផ្ទះហើយកន្លោះដៃកន្លោះជើងចូលក្នុងផ្ទះវិញមកអុជហើយចូលនៅក្នុងផ្ទះហើយបងប្អូនសម្ដៅទៅក្នុងបន្ទប់ទឹកលាងដៃលាងអីស្អាតអញ្ចឹងទៅហើយនិយាយពីលាងដៃហ្នឹងនិយាយតែរឿងអាក្រក់ចូលនៅក្នុងផ្ទះហ្នឹងគឺបងប្អូននិយាយថានិយាយថានៅក្នុងបន្ទប់ទឹកហ្នឹងសូមឲ្យរឿងរ៉ាវល្អចូលនៅក្នុងផ្ទះរបស់ខ្ញុំឬអាក្រក់ឲ្យចូលនៅក្នុងផ្ទះរបស់ខ្ញុំទេគឺសូមឲ្យចូលតាមបន្ទប់ទឹកហ្នឹងទៅបងប្អូនណានិយាយតែប៉ុណ្្នឹងទៅហើយបងប្អូនបើចឹងខាងបន្ទប់ទឹកបងប្អូនធម្មតាទៅអញ្ចឹងបងប្អូននឹងអាចកាត់បន្ថយច្រើនណាបងប្អូនណាហើយចំពោះលេខសំណាងដែលបងប្អូនត្រូវផ្សងនោះគឺមានលេខ004និង04
004និង004នេះជាលេខសំណាងសម្រាប់បងប្អូនដែលសូកបិណ្ឌឃើញភ្នែកចម្លែកដែលកំពុងតែមើលយើងឬក៏ភ្លើងអ្វីមួយពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរបើបងប្អូនគាំទ្រនៅក្នុងវីដេអូរបស់ខ្ញុំកុំភ្លេចជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ជួយ Comment ល្អៗបងប្អូននឹងជួបរឿងរ៉ាវល្អៗចូលនៅក្នុងឆាកជីវិតរបស់បងប្អូនជូនពរពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់សូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសសូមឲ្យបងប្អូនទទួលនៅអ្វីហេរាល់ថ្ងៃតែម្ដងកុំភ្លេចណាបងប្អូនណាធ្វើឲ្យរឿងល្អៗចូលនៅក្នុងឆាកជីវិតធ្វើដោយវិធីដែលខ្ញុំប្រាប់ចូល Comment ល្អៗបងប្អូននឹងជួបតែរឿងល្អៗ